ពេលព្រឹករៀបពេលថ្ងៃរស់ពេលព្រឹកជាសភាពនារីពេលថ្ងៃជានារីរឹងមាំព្រឹកឡើងនាំគ្នាតែងខ្លួនមកស្អាតតាហាចំនួនអ្នកចិត្តខាងពីរអ្នកបងប្អូនម្នាក់កាន់នំម្នាក់កាន់ផ្លែឈើហើយនាំគ្នាដើររកគូរកតាំងពីក្នុងរោងរហូតដល់ក្រៅរោងតាមទៅរកដល់វាលស្រែទៀតនិយាយលេងទេតាមពិតចេញមហាចំនួនហ្នឹងនោះខ្ញុំឃើញគូប្អូនស្រីខ្ញុំហីនេះតើដើរហោះគូធ្វើបង្ងើយហើយអញ្ចឹងសួររកគូថាខ្ញុំទៅមិនប្រទះគាត់នេះហានៅនឹងមុខហើយមិនយកភ្នែកមើលទៀតតាមពិតទៅគាត់បញ្ញាប់មកថតវីដេអូមួយនេះឆ្លៀតនោះឆ្លៀតខ្ញុំនេះគាត់បបួលថតក៏តាមគាត់ដែរមានអីថត 4-5 ដងអីទៅបើចំនួនមិនទាន់ហែទៅផងហ្នឹងបើឲ្យឈរចាំតទេក៏អត់សុកយូរដែរថតហើយដល់ពេលហើយចំនួនល្មមហើយភ្ញៀវហើយចំនួនណាក៏ត្រូវចូលរួមអង្គុយក្នុងរោងពិធីពេលកំពុងអង្គុយហ្នឹងសុំអត់មើលអាំងប៉ាវបន្តិចសិនអត់ចាប់សោះបងស្រីខ្ញុំមករឿងកញ្ចក់ដៃហ្នឹងពេលហ្នឹងខ្ញុំបបួលគាត់ថាតោះដើរហើយចំនួនយកអាំងប៉ាវអីតែគាត់ឆ្លើយថាអត់រួចថ្លៃ make up ទេទៀតហើយគ្រប់យ៉ាងគឺកញ្ចក់ដៃពេលកំពុងអង្គុយចាំក្នុងរោងហ្នឹងបងគាត់ចែកផ្កាម្លិះទុកបាច់ឲ្យកូនកំលោះនិងកូនកំមុំឥឡូវកូនកំមុំចេញទៅទទួលកូនកំលោះនៅមុខរោងហើយពេលចេញទៅហ្នឹងអត់ទាន់បាច់ឲ្យទេពេលត្រឡប់មកវិញទើបបាច់ឲ្យព្រោះចេញតែកូនកំមុំពេលត្រឡប់មកវិញទើបមកទាំងគូថាកូនកំមុំទៅស្អាតអ្នកកំដរក៏តដំតសងគ្នាដែរបើកពោះវិញប្រហែលគ្នានៅក្មេងៗសោះបានកពោះដល់ហើយថាអញ្ចឹងដល់មកមើលកូនកំលោះរត់តែខ្ពស់ទៀតតាមប៉ិនអញ្ចឹងសោះមករោងនេះសិតតែខ្ពស់ទាំងអស់ហើយអត់ខ្ពស់តែខ្ញុំអ្នកហាចំនួនស្នាងឯពេលហ្នឹងអង្គុយគេមើលអត់ដឹងថាខ្លួនឯងមិនសូវបានខ្ពស់ដើរតាណាក៏កិច្ចអ្នកខ្ពស់ដែរឥឡូវភ្ញៀវហាចំនួនចាប់កិច្ចការហើយយកចំនួនយកទៅទុកសិនបន្ទាប់មកចូលញ៉ាំបបរឃើញចំណេញអត់បានអាំងប៉ាវហើយបានរួចអាហារពេលព្រឹកមកពេលទៀតចាត់ចែងលឿនមកបានញ៉ាំបបរឆ្ងាញ់ទៀតហើយចូលចិត្តណាស់ញ៉ាំបបរគ្រឿងហ្នឹងញ៉ាំម្ដងដាក់គ្រឿងតគ្រប់មុខតែលើកនេះអត់បានដាក់អីទេដោយសារតែអត់សូវស្រួលខ្លួនញ៉ាំបបរហើយនៅកាន់ចេកយកទៅផ្ញើប្រុសពេជ្រសីមាសទៀតយកចេកផ្ញើកំប្រុកនិយាយទៅទាំងពីរនាក់ទៅណាធ្វើមានរបស់ផ្ញើទៅផ្ទះវិញឥឡូវមិនដូចមុនទេតាណាមកណាកុំគិតរឿងខ្មាស់គេធ្វើម៉េចឲ្យតែបានឲ្យប្រមាណអ្នកនេះសិនបើមួយគិតតែពីអត់ឈប់ផងហ្នឹងហើយឲ្យអត់យករបស់អីមកផ្ញើម៉េចមកផ្ទះសម្រាប់បានតែមួយផ្លែតដល់ពេលប៉ាហាត្រឡប់ទៅវិញទៀតហើយគាត់ហៅទៅជួយរុះរោងគាត់នឹងហើយព្រឹកមិញខ្ញុំងើបអៀលីដើម្បីទៅហាចំនួនគេងុយដេកនោះល្ងុយមិនទាន់បានគេងសងវិញផងដល់ពេលធ្វើការទៀតហើយសំខាន់ពេលហ្នឹងរកប្អូនស្រីខ្ញុំអត់ឃើញទៀតថាបបួលគ្នាបាន2នាក់តែខ្ជិលនៅចាំគាត់ទៅរូប2នាក់ប៉ាសិនទៅប៉ាឃើញខ្ញុំរូបផងកាន់ទូរស័ព្ទថតផងហ្នឹងគាត់តឹងទ្រូងពេកធ្វើខ្លួនឯងវិញលឿនជាងអញ្ចឹងបានខ្ញុំឈរថតស្រួលខ្ញុំថាបបួលប្អូនស្រីខ្ញុំមកហ្នឹងថាគាត់រើទៅខ្ញុំបានថតដល់តែពេលរើរួចហើយគាត់មកមែនទៀតហើយសំបីតាបាវក៏យកស្ទាយបង្ហាញកញ្ចក់ដៃនឹងដែរគាត់មកយឺតហើយអត់មានអីរុះទេមានតែឲ្យគាត់ប្រមូលកណាត់ច្រកបាវរុះលឿនណាស់ទាញព្រោះហើយតែចេះតែបបួលគ្នាមកឲ្យបានគ្នាថាអញ្ចឹងទេតែខាងឆាកក៏គាត់ត្រូវរុះដែរអញ្ចឹងធ្វើម៉េចយើងរុះឲ្យបានលឿនមុនគាត់ព្រោះឲ្យបានរបស់យើងនៅលើឆាកគាត់បើយើងមិនរុះឲ្យលឿនជាងគាត់ទេគាត់ជួយរុះឲ្យលើហ្នឹងរើកណាត់ចុះឡើងស្រាប់តែឃើញប៉មមកចំហៀងទុកចោលគិតដល់ប្រហែលអ្នកនោះទៀតហើយតែប្អូនខ្ញុំថាទេអត់ឲ្យយកទៅទេព្រោះកូនកង្ហានរបស់គាត់ទៅតពលចំណីហើយក្អួតពេញហ្នឹងគាត់ថាប្រហែលមកពីឲ្យញ៉ាំអាចំណីអស់ហ្នឹងហើយខ្លាចថាវាមានជាតិគីមីជាតិពុលអីហ្នឹងឃើញអត់រកចំណីជាងខ្ញុំទៀតញ៉ាំរកសិតតែរបស់ល្អរបស់ធម្មជាតិថាហើយបងស្រីខ្ញុំយកចិត្តទុកដាក់ជាមួយកូនកង្ហានហ្នឹងជាងខ្ញុំទៀតមើលធ្វើការងារចោះគ្រប់យ៉ាងដោយសារតែកញ្ចក់ហ្នឹងហើយកញ្ចក់ហ្នឹងយ៉ាប់មែនអស់លុយហើយនៅពិបាករឿងធ្វើការទៀតឈ្មោលញាត់ឥឡូវរួចរាល់ហើយចង់មកឲ្យជាប់លើកយកទៅផ្ទះហើយតែកណាត់ដេកហ្នឹងទេតែថតនៅថតមកល្ងាចទៀតល្ងាចហ្នឹងកម្មវិធីទទួលទានភោជនីយអាហារខ្ញុំបានដេកផ្ទះស្ដាប់បទចម្រៀងហ្វ្រីទៀតហើយតោះរួចនៅរកអ្នកលើកញ៉ាំបានទៅផ្ទះគេងមិនដឹងនៅរកអ្នកណាទេលើកខ្លួនឯងហ្មងទៅតោះយើងបាយបាយអរគុណច្រើន